បាទសួស្តីថ្ងៃនេះមានមកគាត់យកទូរស័ព្ទ iPhone 14 Pro Max មកធ្វើការផ្លាស់ប្ដូរអេក្រង់ស៊ីនអញ្ចឹងអេក្រង់ដែលគាត់ដូរពីមុនហ្នឹងគឺជាប្រភេទអេក្រង់ copy អញ្ចឹងគាត់លេងបានតែបន្តិចវារៀងក្តៅតាក់ចំណាទៅវាអត់លុតចំណាទៅវាចេញអញ្ចឹងគាត់37គាត់ដែរអញ្ចឹងគាត់បានមកធ្វើការផ្លាស់ប្ដូរទៅលើប្រភេទអេក្រង់ស៊ីននេះមិនមែនស៊ីនគាត់ចេញពីម៉ាស៊ីនទេគឺស៊ីនពុតកញ្ចក់អញ្ចឹងមុននឹងយើងធ្វើការផ្លាស់ប្ដូរអេក្រង់យើងត្រូវតេស្តជូនគាត់ឲ្យបានគ្រប់ជ្រុងជ្រោយអស់ហើយបន្ទាប់មកយើងធ្វើការបិទជំរាបទឹកជូនគាត់ព្រោះតែការគេដូរមុនហ្នឹងគេអត់មានបិទជំរាបទឹកអីទេគាត់តែគាត់ថាគាត់តែប្រើធម្មតាហ្នឹងក៏វាបញ្ហាដែរអញ្ចឹងបើបងប្អូនមានបញ្ហាតាក់ទងនឹងអេក្រង់ចូលទឹកបញ្ហាសាកថ្មអត់ចូលអត់សេវាបងប្អូនក៏ពេចធ្វើការផ្លាស់ប្ដូរសេវាកម្មជួសជុលទូរស័ព្ទដៃនៅខាងហាងម៉ាដាមហ្វិចដែលមានទីតាំងនៅក្រៅសាលាសង្កាត់ស្ទឹងជ័យ2អរគុណ